បាទរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកជួបគ្នាជាថ្មីម្ដងទៀតជាមួយនឹងវីដេអូថ្មីរបស់ខ្ញុំបាទផងដែរហើយវីដេអូនេះមិនមានអីប្លែកទេបងប្អូនគឺគ្រាន់តែជាវីដេអូនៅពេលព្រឹកដែលខ្ញុំលើកមកខ្ញុំបើកទ្រុងឲ្យកូនមន់ដែលខ្ញុំសម្រាំងទុកហ្នឹងបលែងឲ្យវាដើរវាអីចឹងទៅព្រោះឥឡូវហ្នឹងអាសេរីក្រោយហ្នឹងញាស់មកហើយបាទអញ្ចឹងអស់នេះถึงដល់អាយុដែលយើងត្រូវបលែងឲ្យវាដើរដីចឹងបងប្អូនដោយសារតែវាដុះស្លាប់ដុះអីហើយវាលែងចាញ់ល្ងាលែងអីចឹងណាបងប្អូនអញ្ចឹងពេលយប់គឺខ្ញុំក្របខ្ញុំបិទបាំងវាឲ្យចិត្តចឹងទៅដើម្បីកុំឲ្យវាល្ងាណាបងប្អូនអញ្ចឹងដល់ពេលព្រឹកឡើងយើងត្រូវក្រោបពីព្រឹកមកយើងត្រូវបើកទ្រុងដើម្បីឲ្យវាចេញវាអីចឹងទៅដើម្បីឲ្យវាបានចឹកស្មៅដើរលេងឲ្យវាលះលហួនចឹងណាបងប្អូនព្រោះមន់ក៏វាមិនខុសពីមនុស្សដែរបងប្អូនគឺវាចេះ stress វាចេះស្មុគស្មាញអីផ្លូវចិត្តវាដែរអញ្ចឹងបងប្អូនអញ្ចឹងដល់ពេលដែលយើងដាក់ទៅវាក្នុងទ្រុងពេកដែលយើងអត់បលែងអត់ឲ្យវាមានសេរីភាពក៏វា stress វាចឹកគ្នាវាអីចឹងណាបងប្អូនអញ្ចឹងកាលណាយើងបលែងឲ្យវាដើរវាមានស្មៅមានអីចឹងទៅបាទវាចឹកសัตว์ចឹកអីចឹងទៅចឹកស្មៅចឹកអេស៊ីចឹងទៅបងប្អូនជីវិតទុំបីមានទុកខ្វល់ខ្វាយតែយើងរីករាយតាមបែបផានាងស្រងស្រែស្នូលទឹកភ្លៀងហើយដូចប្រហែលក្បាលនេះបងប្អូនបើកទ្រុងតែវាដឹងអាម៉េចវាអត់ព្រមចេញតតែចាប់បលែងហើយមន់របស់ខ្ញុំនេះបាទអត់សូវខ្លាចមនុស្សទេដោយសារមន់យើងភ្ញាស់ទូហើយបាទយើងដាក់ចំណីឲ្យវាស៊ីអញ្ចឹងទៅវាស្គាល់វាស៊ាំមួយយើងអញ្ចឹងទៅវាអត់សូវខ្លាចអត់សូវផ្អើលជាមួយយើងទេអញ្ចឹងហើយយើងចង់ចាប់ចង់អីវាអញ្ចឹងវាមកក្បែរយើងអញ្ចឹងបងប្អូនតែដូចបងប្អូនឃើញស្រាប់តែព្រលឹមឡើងអត់តមកដាក់ចំណីឲ្យស៊ីនេះខ្ញុំអត់តមកដាក់ចំណីឲ្យស៊ីបងប្អូនអញ្ចឹងទស្សនវិជ្ជាទាំងអស់នេះគឺជាទស្សនវិជ្ជានៅក្រៅផ្ទះរបស់ខ្ញុំអញ្ចឹងវាមានបាទមើលទៅរឿងសុបទ្រុបនេះបងប្អូនឃើញហើយគឺកណោស្មៅកណោសម្រាប់ដែលខ្ញុំប្រមូលកាប់ឆ្កាជំនះនៅខាងក្រោយផ្ទះអញ្ចឹងបងប្អូនតាមពិតទ្រុងមន់នៅក្រោយផ្ទះហ៎បាទប៉ុន្តែនេះគ្រាន់តែខ្ញុំធ្វើដើម្បីឲ្យវានៅបដាអាសន្ននៅក្បែរដៃអញ្ចឹងណាបងប្អូននៅខាងក្រោយនោះទ្រុងមន់ធំហ្នឹងទៅហើយខ្ញុំទៅធ្វើមិនសមមិញនៅក្រោយផ្ទះហ្នឹងគឺខ្ញុំគ្រាន់តែដាក់មន់ដែលខ្ញុំសម្រាំងទុកធ្វើពូជបន្តហ្នឹង11ក្បាលហ្នឹងគឺទុកសម្រាំងធ្វើពូជបន្តទៀតដោយសារខ្ញុំទិញពងពីគេមកដើម្បីយកមកញាស់ទុកធ្វើពូជហ្នឹងបងប្អូននេះដូចបងប្អូនឃើញស្រាប់ហើយអាមិញដែលនៅក្នុងទ្រុងទូចមិញហ្នឹងគឺទៅតែញាស់ក្រោយបងប្អូនអញ្ចឹងយើងត្រូវយកអាហ្នឹងយកមកដាក់ពូកម្ដៅវិញបាទអស់នេះគឺយើងបលែងវាដាច់តែយប់ឡើងយើងចាប់ដាក់ទ្រុងយើងគ្របយើងអីឲ្យវាហប់ឲ្យវាកុំឲ្យត្រូវខ្យល់អីចឹងណាបងប្អូនអញ្ចឹងពេលព្រលឹមឡើងគឺការងារមានប៉ុណ្្នឹងហើយបងប្អូនហើយនេះថ្ងៃដែលខ្ញុំអត់ធ្វើការថ្ងៃអាទិត្យបើថ្ងៃច័ន្ទដល់ថ្ងៃសុក្រដែលខ្ញុំធ្វើការគឺព្រលឹមឡើងគឺអត់មានពេលបានថតវីដេអូចឹងទេគឺព្រលឹមឡើងគឺត្រូវតែបលែងមន់ទៅដាក់ចំណីស៊ីព្រុសចឹងទៅហើយរៀបចំមុជទឹករៀបចំខ្លួនទៅធ្វើការចឹងណាបងប្អូនគឺអាចមានពេលត្រេកត្រល់បានទេនេះដោយសារតែថ្ងៃឈប់សម្រាកខ្ញុំមានពេលបានកាន់ទូរស័ព្ទថតនាយថតអាយបងប្អូនចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនហើយសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នាចូលចិត្តវីដេអូនេះហើយអាចជួយឲ្យមេដៃឲ្យ like ឲ្យ share ចឹងបងប្អូនហើយជួយ follow page ម្នាក់មួយផងដែរបាទហើយបើបងប្អូនចង់ទស្សនាវីដេអូអីទៀតបងប្អូនអាច comment នៅក្នុងក្រោមវីដេអូបានខ្ញុំនឹងព្យាយាមផលិតវីដេអូទស្សនវិជ្ជាតាមសុខសាន្តជនបទបងប្អូនបានទស្សនាបន្តទៀតបាទអរគុណច្រើនអំណត់ព្រោះតែយើងសន់យើងជាកូនអ្នកស្រែ